ដើម្បី download នៅ sample របស់ DeFi បានអញ្ចឹងទីមួយយើងចូលមក website នេះមក DeFi Render ហ្នឹងតើមកយើងមើលនេះគេដាក់ download link យើងចុចលើលេខពណ៌ Q ហ្នឹងមក266ហ្នឹងយើងចុចវាអាហ្នឹងយើង down ទៅយើងត្រូវមើលពីមេរបស់វាដែរថាវាប្រហែលមេ file ហ្នឹងគេយើងចុច upgrade មកតើមកយើងមើលមេរបស់វានេះមានប្រហែលមេ642 megabyte ឯងអញ្ចឹងយើង down វាមកចុចទៅ download មករងចាំវាបន្តិចវារៀងដើរ internet រៀង slow បន្តិចអញ្ចឹងវាមាន template ច្រើនសម្រាប់ឲ្យយើង download អញ្ចឹងយើងបែកវាទៅមកនេះយើងចង់ download មួយណាយើងចុចមក download នេះតែនេះស្អីមេវាធំអញ្ចឹងយើងមិន down វាយើងចូលមើលកន្លែង more summary មកវាដាក់ឲ្យតែនេះហើយយើង down Indria Sin នេះ Idria អញ្ចឹងយើងចុចលើ link នោះវាចូលក្នុង download ហើយវាចិត្តពេញហើយតែនេះមិនដឹងថាដាក់បើកបានអត់ទេវាឲ្យជា sin ឬក៏វាឲ្យជា file ហ្មងមាន free ច្រើនតែធ្លាប់ចុចហ្នឹងវាឲ្យចុចឡើងណាខ្ញុំភ្លេចឲ្យនេះវា update ទៅពេលវា update ធ្វើឲ្យយើងពិបាកនៅការ template sample នៅនេះទេនេះបានហើយបានជា file DeFi ទៅមកចឹងចូលវាឲ្យអត់file វាធំណាស់បងប្អូនតិច connect Bluetooth ទីសិនវាអត់ឲ្យហ៎បានចឹងមកបានចឹងមកថាវាវាអត់ឲ្យចឹងយើងដល់ template ហើយស្រួល down វិញសំ connect Bluetooth តិចសំចាំទីបងប្អូនក៏ពងចុច connect Bluetoothបានទេបាទ
Cái đấy mình cho hợp chẳng. Oh my god. Bắt luôn hả? Em đặt từng cái tế bào.